if you play to win បើអ្នកទាំងអស់គ្នាលេងគឺលេងតតែឈ្នះដូចខ្ញុំអញ្ចឹងបើខ្ញុំលេងគឺខ្ញុំលេងតតែឈ្នះសម្រាប់business នេះគឺខ្ញុំចាប់ផ្ដើមជាមួយនឹង sticker នេះនៅក្នុងឆ្នាំ2019ហើយខ្ញុំចាប់ផ្ដើមខ្លាំងនៅក្នុងឆ្នាំ2019ហើយចាប់ពីឆ្នាំ2019ហ្នឹងមកគឺខ្ញុំចាប់ផ្ដើមឈៀបជាមួយនឹង sneaker បដាហើយអីដែលជំរុញចិត្តខ្ញុំមកឲ្យបើករបស់រស៊ីនេះឡើងដោយសារតែខ្ញុំមើលឃើញវិស័យ sneaker culture ស្រុកខ្មែរយើងគឺវាទូចខ្លាំងមែនតើហើយមូលហេតុត្រង់ហ្នឹងហើយបាទខ្ញុំសម្រេចចិត្តថាខ្ញុំនឹងពង្រីក sneaker culture ស្រុកខ្មែរឲ្យកាន់តែធំទៅដូចដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងថាខ្ញុំតែងតែចេញ review ពី product ដែលមានតម្លៃថ្លៃហើយមានបងប្អូនមួយចំនួនគាត់រិះគន់ថាមហេតុអីបានមនុស្សមួយចំនួនគាត់ចូលចិត្តចំណាយលុយទៅប្រើរបស់ដែលថ្លៃអញ្ចឹងណាហើយវាគឺជាចំណុចមួយដែរខ្ញុំខំប្រឹងធ្វើវីដេអូរាល់ថ្ងៃនិងបញ្ចូលពួកគាត់ថាសម្រាប់អ្នកដែលគាត់ធ្លាប់មើលវីដេអូខ្ញុំគាត់ដឹងហើយថាហេតុអីបានខ្ញុំតែងតែនិយាយនិងបញ្ចូលពីមូលហេតុអីបានស្បែកជើងទាំងអស់នឹងវាថ្លៃតើកត្តាអីដែលមានមនុស្សមួយចំនួនគាត់ប្រើប្រាស់របស់ថ្លៃគឺមានតែប៉ុណ្្នឹងទេហើយមួយទៀតខ្ញុំចង់ឲ្យប្រជាជនយើងវិលមកប្រើប្រាស់របស់ original ច្រើនជាងយើងប្រើរបស់មកទឹកប៉ុន្តែវាក៏ជាជម្រើសរបស់ពួកគាត់ដែរពួកគាត់អាចជ្រើសរើសប្រើអាវ៉ាន់មួយណាក៏បានដែរខ្ញុំគ្រាន់តែចង់ណែនាំឲ្យអ្នកទាំងអស់គ្នាស្គាល់ពីអាហ្នឹងកាន់តែធំទៅតែប៉ុណ្្នឹងទេសម្រាប់ខ្ញុំអតិជនគោលដៅរបស់ខ្ញុំភាគច្រើនខ្ញុំផ្ដោតពីដំបូងឡើយខ្ញុំគិតថាទៅយុវវ័យក្មេងៗវ័យចាប់ពី13ទៅ18ឬមួយក៏20ចឹងទៅប៉ុន្តែអីដែលខ្ញុំទទួលបានគឺមិនមែនមានតែក្មេងទេគឺមានទៅដល់បងប្អូនមួយចំនួនវ័យចាប់ពី25រហូតទៅដល់30ជាង40ជាងក៏មាន50ជាង60ជាងក៏មានដែរដោយសារតែមូលហេតុអីគាត់ស្រឡាញ់យូរហើយប៉ុន្តែគាត់អត់មានទីផ្សារសម្រាប់ទិញបានន័យថាអត់មានអ្នកនាំចូលអត់មានអ្នកលក់អត់មានអ្នកដែលអាចទុកចិត្តបានតែពួកគាត់អាចមកហៅខ្ញុំក៏គាត់ទុកចិត្តខ្ញុំគឺអញ្ចឹងហើយពួកគាត់ក៏សម្រេចចិត្តជ្រើសរើសខ្ញុំដើម្បីទិញផលិតផលដូចទិញស្បែកជើងឬមួយក៏វ៉ាន់ផ្សេងៗដែលពួកគាត់ចង់បានអញ្ចឹងទៅសម្រាប់ការចាប់អារម្មណ៍ដូចដែលនិយាយមុនហ្នឹងអញ្ចឹងគឺបើនិយាយពីពួកគាត់ចាប់អារម្មណ៍វិញដោយសារតែទី1គឺខ្ញុំនិយាយពី detail ច្បាស់ខ្ញុំណែនាំច្បាស់ថាផលិតផលថាស្បែកជើងហ្នឹងគឺផលិតពីណាពីណីហើយបញ្យល់ពួកគាត់ឲ្យអស់ភាគច្រើនភ្ញៀវមួយចំនួនគាត់តែងតែច្រឡំថារបស់ made in China គឺអត់ល្អប៉ុន្តែមិនមែនអញ្ចឹងទេរបស់ made in China បានន័យថាដំឡើងនៅប្រទេសចិនមិនមែនបានន័យថាផលិតនៅប្រទេសចិនទេដំឡើងបានន័យថាគឺវត្ថុធាតុដើមចេញពីក្រុមហ៊ុន Nike ឬមួយក៏ក្រុមហ៊ុនផ្សេងទេគ្រាន់តែគេយកទៅដំឡើងនៅប្រទេសចិនដោយសារតែសេវាដំឡើងហ្នឹងនៅប្រទេសចិនគឺវាធូរថ្លៃមូលហេតុត្រង់ហ្នឹងហើយបានគេដំឡើងស្បែកជើងឬមួយក៏ធ្វើអីផ្សេងគឺនៅប្រទេសចិនអញ្ចឹងមិនមែនថារបស់ចិនវាអត់ល្អទេអញ្ចឹងខ្ញុំចង់បញ្យល់កន្លែងហ្នឹងមូលហេតុត្រង់ហ្នឹងហើយបានខ្ញុំគាត់ថាអូគាត់យល់អញ្ចឹងគឺគាត់អាចទុកចិត្តខ្ញុំបានដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលបានណែនាំនិងបញ្យល់ពួកគាត់ឲ្យស្គាល់ពីរបស់ទាំងអស់ហ្នឹងផលវិបាកដែលខ្ញុំជួបប្រទះគឺពេលដែលខ្ញុំណែនាំទៅប្រាប់ភ្ញៀវថាស្បែកជើង original គឺបែបនេះហើយពួកគាត់អត់យល់គាត់ថាស្បែកជើង copy original ខុសគ្នាមិនដូចតែគ្នានឹងស្បែកជើងដូចតែគ្នានឹងហេតុអីចាំបាច់ទៅចំណាយលុយទិញរបស់ថ្លៃអញ្ចឹងបានខ្ញុំចង់ប្រាប់ថាខ្ញុំតែធ្វើវីដេអូបញ្យល់រហូតថាមូលហេតុអីថាស្បែកជើង original និងស្បែកជើង fake វាខុសគ្នារបៀបម៉េចអញ្ចឹងអាចចំណុចកន្លែងហ្នឹងគឺខ្ញុំពិបាកខ្លាំងជាងគេនាំតែឲ្យពួកគាត់យល់ដឹងនាំតែឲ្យពួកគាត់ស្វែងយល់បន្ថែមណាគឺខ្ញុំត្រូវចំណាយពេលយូរខ្លាំងនៅក្នុងរឿងហ្នឹងប៉ុន្តែឥឡូវនេះសួរថាបងប្អូនយើងមួយចំនួនគាត់យល់ដឹងច្រើននៅទេប៉ុន្តែវាពិតជាបានមួយចំនួនធំដែលខ្ញុំអាចសប្បាយចិត្តដោយសារតែពីមុនគេដែលខ្ញុំចាប់ផ្ដើមធ្វើវីដេអូនិយាយពីស្បែកជើង original មកមានបងប្អូនមួយចំនួនគាត់តែងតែ affix ខ្លាំងមកអីគ្រាន់តែអញ្ចឹងសោះថ្លៃម៉េះចេះ1ចេះ2អញ្ចឹងទៅតែឥឡូវគឺអត់មានទេពួកគាត់មានតែ enjoy គាត់សប្បាយចិត្តពេលដែលពួកគាត់បានឃើញរបស់ល្អរបស់ថ្លៃដែលខ្ញុំណែនាំទៅឲ្យគាត់ហើយមានបងប្អូនមួយចំនួនគាត់ថាអូគាត់នឹងសំលុយទិញអីចឹងទៅវាមានវាមានច្រើនអញ្ចឹងហើយសួរថាឥឡូវនេះវាបានផលទេវាបានផលតិចតួចហើយអញ្ចឹងមានតែប៉ុណ្្នឹងអឺបើសម្រាប់ខ្ញុំខ្ញុំសង្ឃឹមថា5ឆ្នាំទៅមុខទៀតខ្ញុំសង្ឃឹមថា business speaker របស់ខ្ញុំនឹងរីកកាន់តែធំជាងហ្នឹងហើយមិនមែនតែ business speaker ហ្នឹងទេនៅមានអីផ្សេងទៀតដូចជា brand ដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺខ្ញុំលក់អីវ៉ាន់ brand ទិញចូលនិងវាយចេញអីវ៉ាន់មកទឹកអីចឹងទៅហើយមានទាំងសម្អាតនិងបោកស្បែកជើង clean អីចឹងទៅខ្ញុំចង់ឲ្យល្បងមួយនោះវាកាន់តែធំជាងនឹងទៀតហើយមួយទៀតខ្ញុំក៏ចង់វាយលុកទីផ្សារអន្តរជាតិដូចគ្នាហើយសង្ឃឹមថាវានឹងអាចទៅរួចតែមើលទៅមិនដឹងពេលណា5ឆ្នាំក៏ថែមត្រូវឬក៏ឆាប់ក៏ថែមត្រូវដោយសារតែខ្ញុំមិនមែននៅប៉ុណ្នេះខ្ញុំនឹងអាចភីខ្លួនដងតិច
ដូចតែអ្នកនរគ្នាឃើញអញ្ចឹងតាំងពីមានហាងមួយហើយបិទហាងមួយហើយបើកមកហាងវិញទៀតតាំងពីលបលក់ស្បែកជើងមានមួយហាងរហូតដល់មាន2ហាងហើយឥឡូវខ្ញុំមានកន្លែងបោកសម្អាតស្បែកជើងទៀតហើយថ្ងៃមុខខ្ញុំនឹងក្រូទៅធំជាងនោះទៀតហើយអីដែលចង់និយាយមួយទៀតសង្ឃឹមថាបងប្អូននៅតែគ្រប់គ្រងនិងចូលចិត្តរាល់អ្វីរបស់ advice សម្រាប់ខ្ញុំគឺបើបងប្អូនថាសម្រេចចិត្តថាចង់រកស៊ីមិនថារបរ sneaker ឬមួយក៏របរអីផ្សេងទេបើថាដាក់ចិត្តដាក់កាយនឹងរកស៊ីហើយកុំខ្លាចអញ្ចឹងព្យាយាមទៅយើងត្រូវតែមានភាពក្លាហានពីព្រោះខ្ញុំតែងតែស្គាល់នឹងមានបងប្អូនមួយចំនួនគាត់ដែលស្គាល់គ្នាមួយពីច្រើនគាត់ឆាប់បោះបង់ពាក់កណ្ដាលទីដោយសារតែពេលដែលធ្វើការបើនិយាយពីរឿងធ្វើការនឹងទីគឺខុសគ្នាការរកស៊ីនិងការធ្វើការខុសគ្នាគាត់ធ្លាប់តែធ្វើការអូខេដល់ខែបើពាក់ខែតែដល់ពេលគាត់បកមករកស៊ីវិញគាត់នឹកស្មានថាអូការរកស៊ីនឹងត្រូវធ្វើខ្លួនឯងគ្រប់យ៉ាងអញ្ចឹងទៅគាត់ថាគាត់ហត់ហើយគាត់ចង់បោះបង់ពាក់កណ្ដាលទីអញ្ចឹងខ្ញុំសង្ឃឹមថាបើអ្នកទាំងអស់គ្នាមានគោលដៅហើយកុំបោះបង់ចោលគោលដៅសម្រាប់ថាទៅមុខហើយគឺទៅមុខទៅបើមានដុំថ្មទាត់ចោលបើមានឧបសគ្គស្វែងរកឧបសគ្គនិងរកដំណោះស្រាយរកផ្លូវថ្មីដើម្បីជិះបន្តទៅមុខទៀតតែប៉ុន្តែមនុស្សម្នាក់ៗតែងតែមានផ្លូវសម្រាប់ឲ្យជិះច្រើនវាតែងតែមានរាប់លានដំណោះស្រាយឲ្យយើងទៅដល់គោលដៅរបស់យើងប៉ុន្តែមនុស្សម្នាក់ៗគាត់តែងតែដើរដល់ចំណុចមួយគាត់គិតថាអញអស់កន្លះដើរអញ្ចឹងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងគួយគិតបន្តិចនឹងអាចរកផ្លូវចេញតទៅបានអញ្ចឹងយេពីខ្ញុំគឺមានតែប៉ុណ្្នឹងទេពីមុនពេលដែលខ្ញុំពិបាកចិត្តខ្លាំងពេលដែលខ្ញុំ fail ខ្លាំងខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងថាជីវិតខ្ញុំខ្លីហ៎ខ្ញុំមិនអាចធ្វើរឿងអត់ប្រយោជន៍បានអញ្ចឹងកន្លែងហ្នឹងហើយបានចេះតែដាស់តឿនខ្ញុំរហូតពេលដែលខ្ញុំសម្រេចចិត្តថាខ្ញុំ fail ខ្ញុំបាក់ទឹកចិត្តខ្ញុំតែងតែទិញពាក្យនៅក្នុងចិត្តអញ្ចឹងហើយធ្វើជំរុញឲ្យខ្ញុំបន្តទៅមុខទៀតទោះថាវាពិបាកទោះថាវា stress ទោះថាអ្នកទាំងអស់គ្នាធ្វើទៅមើលទៅវាអត់បានផលតែអ្នកទាំងអស់គ្នាធ្វើហើយតែធ្វើគឺវាបានផលមកវិញហើយចឹងហើយដូចខ្ញុំហងៃនេះចឹងពីមុនខ្ញុំក៏ធ្លាប់ fail ដែរខ្ញុំមិនមែនអត់ធ្លាប់ទេខ្ញុំមិនមែនបើកតែហាង sneaker នោះទេខ្ញុំមានហាងផ្អែមផងខ្ញុំមានហាងកៅអៅផងហើយរបររបស់ខ្ញុំគឺមានច្រើនណាស់គឺខ្ញុំរកស៊ីសឹងតែអស់នៅក្នុងស្រុកខ្មែរចឹងហើយគាត់ថា sneaker នេះគឺខ្ញុំតាំងជាងគេមកចំណោមរបស់រកស៊ីខ្ញុំទាំងអស់ចឹងមានតែប៉ុណ្្នឹងទេហើយមួយទៀតខ្ញុំចង់ផ្ដាំទៅដល់អ្នកថា if you play to win បានន័យថាអានេះសម្រាប់ខ្ញុំប្រាប់អ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាលេងគឺលេងតតែឈ្នះដូចខ្ញុំអញ្ចឹងបើខ្ញុំលេងគឺខ្ញុំលេងតតែឈ្នះ